សួស្តីបងប្អូនអរនេះអញ្ចឹងថ្ងៃនេះខ្ញុំបានមកលេងខ្លងទ្វារតលេអមបាទជាខ្លងទ្វារមួយនៃប្រាសាទអង្គរធំបាទអញ្ចឹងខ្ញុំឃើញខ្លងទ្វារតលេអមនេះបើតាមប្រវត្តិសាស្ត្រគឺជាព្រំមុខ4បាទបែរទៅ4ទិសបើតាមដូនតារបស់យើងវត្តសាស្ត្ររបស់ដូនតារបស់4ឬព្រំមុខ4ហ្នឹងគឺតំណាងឲ្យមេត្តាករុណាមុទិតាបេក្ខាបាទអញ្ចឹងខ្ញុំឃើញថាបើសិនជាប្រៀបជាមួយនៅក្នុងការត្រេតរបស់យើងអញ្ចឹងយើងត្រូវតែមានការមេត្តាហ្នឹងគឺមានន័យថាយើងកុំខឹងបាទអញ្ចឹងយើងត្រូវតែមើលឲ្យបានគ្រប់ជ្រុងជ្រោយបាទអញ្ចឹងគឺក្នុងមុខ4ហ្នឹងគឺយើងត្រូវមើលឲ្យបានគ្រប់ជ្រុងជ្រោយទាំងការត្រេតទាំង plan របស់យើងទាំងបទពិសោធន៍ត្រេតកន្លងមកហ្នឹងគឺយើងកុំឲ្យវាមានការខ្វះខាតកន្លែងណាមួយអញ្ចឹងបើសិនជាមានការខ្វះខាតអញ្ចឹងយើងយកអាហ្នឹងទៅជាបទពិសោធន៍របស់យើងហើយយើងគេហៅថា learn ពីវាបាទអញ្ចឹងមុខ4នេះគឺតំណាងឲ្យគេហៅថាតំណាងឲ្យជុំវិញខ្លួនយើងបាទយើងមើលពីខ្លួនយើងបាទមិនចាំមើលទៅណាឆ្ងាយទេបើសិនជាចង់ឲ្យទេចំណេញយើងមើលពីខ្លួនយើងឲ្យបានច្រើនទៅបាទ